bạn tôi sẽ đấy mình phải được nó không về Facebook được này đã thằngนี้ខ្ញុំមកបង្រៀនអំពីការរត់ម៉ាស៊ីនទូរស័ព្ទដៃរបស់មិនមកទាំងអស់គ្នាបាទគឺខ្ញុំមករៀនអំពីការរត់ម៉ាស៊ីនទូរស័ព្ទដៃ Android គឺតាមសំណុំពរមិនដែលគាត់បានសំណុំពររបស់ឲ្យមកខ្ញុំបានឥឡូវខ្ញុំសូមបង្ហាញជូនដូចទៅគឺមុនដំបូងឲ្យយើងចូលនៅក្នុង Google សិនបាទ Google គេហៅថាផែនដីនោះគឺ Google ជឿនេះហើយ Google ហើយមកទាំងអស់នេះសរសេរពាក្យថា A P T O I តបមកវាចេញលើគេទាំងអស់គាត់និយាយថា A P T O I នេះគឺវាចេញមកហើយនេះបាទគឺសញ្ញារូបពណ៌លឿងនេះបាទនឹងក្រោបពីនេះហើយបាទនេះហើយគឺសញ្ញានេះហើយនេះបាទគឺសញ្ញានេះហើយចុចចូលតែម្ដងទៅចុចចូលមកប៉ុណ្ណឹងហើយសូមឲ្យមកទាំងអស់គ្នាចុចកន្លែងពាក្យសញ្ញារូប search នេះបាទយើងទៅសេពាក្យថា King Root ណា search តាមតបឲ្យមកបងប្អូនគ្នាចុចត្រង់សញ្ញាផែនដីពណ៌លឿងនេះចុចមកចុចយកលើគេមកអស់តបមកចេញលក្ខណៈបែបនេះមកឲ្យយើងរើហើយមកទាំងអស់គ្នាចុចយកសញ្ញារូបគឺរូបសញ្ញាផ្ទះបាច់នេះមកគឺគេហៅថារូបសញ្ញាផ្ទះបាច់នេះមកចុចវាចូលមកហើយសូមណែនាំមកទាំងអស់គ្នា install គឺ install នៅកន្លែងពណ៌ខ្មៅៗដែលខ្ញុំកំពុងតែគូសវងកុំនេះឲ្យមើលនេះកន្លែងនេះគឺកន្លែងនេះហើយកន្លែងខ្មៅនេះមកជាក៏យើងចុចចូលទៅប៉ាប់វានឹង install គឺ install ហ្នឹងគឺ download គឺវា download មកប៉ាប់វានឹងមកនៅក្នុងគ្រឿងរបស់យើងគឺនៅពាក្យថា download តែម្ដងយើង download ពេញហើយវានៅតែពាក្យ download ម្ដងហើយក៏វាចេញជាលក្ខណៈថាឥឡូវគេថ្ងៃគឺឈ្មោះវានេះបាទដូចខ្ញុំអនហើយគឺយើងចុចទៅ install វាទៅយើង install វារៀបរយហើយក៏វានឹងបានជា program នេះមកបាទវានឹងបាន program នេះមកយើងមិនតាន់រូតវាសូមមកទាំងអស់គ្នានឹងចូលក្នុង Play Store មួយសារទៀតយើងទៅ download program មួយសិនគឺសម្រាប់មើលម៉ាស៊ីនយើងឲ្យរូតហើយឬនៅក៏មិនរូតហើយសូមមកទាំងអស់គ្នាសរសេរពាក្យថា root check បាទនេះហើយគឺ root check នេះបាទហើយសូមមកទាំងអស់គ្នាយកពាក្យlogo ពាក្យថាពាក្យត្រង់ជ្រូកនេះបាទនេះកន្លែងនេះហើយគឺរូបសញ្ញាត្រង់ជ្រូកនេះហើយយើងចុចចូលទៅហើយយើង download វាមកប៉ុន្តែខ្ញុំមិន download វាហើយយើង download វាពេញហើយយើងមិនទាន់បើកវាយើងថយទៀតមកយើងថយអស់មកយើងចូលមកកន្លែង menu ដើមយើងវិញហើយក៏យើងចុចទៅក្នុង King Root តែម្ដងទៅយើងចុចចូលទៅផ្លាប់វានឹងចេញលក្ខណៈបែបនេះមកឲ្យយើងវាកំពុងតែ root បាទគ្រឿងខ្ញុំគឺ root បានហើយយើង root ហើយវានឹងចេញលក្ខណៈបែបនេះឲ្យមិត្តភក្តិទាំងអស់នេះចុចអាសញ្ញាពណ៌ខៀវនេះមួយទៀតយើងចុចទៅផ្លាប់គឺយើងចុចឲ្យតែឃើញសញ្ញាខៀវនេះខៀវបែបនេះយើងចុចរបូតទៅហើយវាចេញនឹង 100% មកឲ្យយើងហើយយើងចុចហើយចឹងទៅក៏វាចេញជាលក្ខណៈពាក្យថា 100% ហើយគឺ install រួចរាល់ហើយគឺយើងមានន័យថាយើង root រួចរាល់ហើយឥឡូវយើងចង់ដឹងថាគ្រឿងយើង root ហើយឬនៅមិន root ហើយយើងចូលកន្លែងសញ្ញាត្រង់ជ្រូកនេះមក program ជ្រូកនេះមកសូមមិត្តភក្តិទាំងអស់គ្នាចុចលើគេបងប្អូនមកចុចប៉ាប់មានន័យថាគ្រឿងនេះបើចេញជាលក្ខណៈពណ៌ក្រហមបែបនេះមានន័យថាគ្រឿងយើងមិនតាន់ root ទេបាទបើសិនជាគ្រឿងមិត្តភក្តិទាំងអស់គ្នាយើងបើកមកប៉ាប់យើងចុចប៉ាប់ជាលក្ខណៈខៀវបែបនេះមានន័យថាគ្រឿងយើងរួចទៅហើយបើចេញពណ៌ក្រហមមានន័យថាបើចេញពណ៌ក្រហមដូចអំបញ្ញមានន័យថាគ្រឿងយើងមិនតាន់រួចទេបើសិនតែចេញមកពណ៌ក្រហមពណ៌ខៀវបែបនេះគឺមានន័យថាយើងរួចសពគ្រប់ទៅហើយយើងនឹងអាចតម្លើង
keyboard ខ្មែរឬក៏ font ខ្មែរបានហើយតែសូមណែនាំបន្តិចបើសិនទូរស័ព្ទមិត្តទាំងអស់គ្នាមាន promotion ចាប់ពី 44.2 គឺយើងមិនចាំបាច់ root ទេហើយយើងមិនចាំបាច់ root ទេគឺយើងអាចតម្លើង program ដែលខ្ញុំ clip video ដែលខ្ញុំបង្ហាញខាងមុនគឺអាចតម្លើងអញ្ចឹងមកគឺនឹងអាចមើលបានហើយបើសិន promotion ម៉ាស៊ីនរបស់មិត្តទាំងអស់គ្នាគឺ4 3ចុចចុះក្រោមគឺមិនអាចតម្លើងអក្សរខ្មែរបានទេដោយខ្ញុំបង្ហាញនៅក្នុង clip ដំបូងគឺมันអាចធ្វើអញ្ចឹងបានទេគ្រាន់តែមិត្តភ័ក្តិទាំងអស់គ្នា root ហើយយក font ខ្មែរ font អេទៅតម្លើងនៅក្នុងAndroid របស់វាទៀត clip វីដេអូក្រោយនេះខ្ញុំនឹងរៀនមិត្តភ័ក្តិទាំងអស់គ្នាអំពីការយក font ខ្មែរទៅដាក់នៅក្នុងគ្រឿង Android របស់យើងបាទនេះហើយគឺ function ទូរស័ព្ទរបស់ខ្ញុំគឺត្រង់នេះគឺ 4.2 បាទគេចាប់ពី 4.2 ឡើងតនេះយើងមិនចាំបាច់ root ទៅមិនបាច់យក font ខ្មែរទៅដាក់ទេគឺវាមានអក្សរខ្មែរស្រាប់ហើយប៉ុន្តែទូរស័ព្ទនេះទិញមកគឺអត់មានអក្សរខ្មែរទេគឺខ្ញុំលុបចោលហើយខ្ញុំសាកល្បងមើលដោយ program ដែលខ្ញុំបង្ហោះវីដេអូដូចខ្ញុំបង្ហោះមុនហ្នឹងគឺវាអាច download បានចេញមកអាចទៅសេអក្សរខ្មែរបានវិញបាទបើចឹងត្រង់នេះចេញមក 4.3.1 ឬក៏ 4.2 គឺมันអាច download program ដែលខ្ញុំបង្ហាញពីមុនមកតម្លើងបានទេគឺស៊ីសងនៅមុនទាំងអស់គ្នាសាកមើលសាកល្បងមើលដើមតម្លើងបានគឺបានមិនបានគឺមិនបានខ្ញុំសង្ឃឹមថាមិនបានទេព្រោះតន្តែ 4.2.1 គឺមិនអាចបានទេគាត់ណា promotion ដូចខ្ញុំ version ដូចខ្ញុំនេះ 4.2 ឬ 4.3 ឡើងទៅអាច install ឯ program នោះបានឥឡូវខ្ញុំគ្មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នេះហើយក៏ខ្ញុំមានតាមបង្ហោះវីដេអូនេះគឺតាមសំណុំពរមិត្តដែលគាត់សំណុំពរខ្ញុំបាទសូមអរគុណ